bạn sơ sơ học này chụp này chụp những video thay thế nàyพอได้ยำจังให้เนี่ยออกนี้ปี feature ថ្មីមួយទៀតហើយដែលយើងនឹងទៅចែកអំពីគេហៅថា AI Music Remixer អូខេអញ្ចឹងសម្រាប់ថ្ងៃនេះយើងនឹងនិយាយ feature ថ្មីមួយទៀតនៅក្នុង DaVinci Resolve Studio 20អញ្ចឹង feature នេះមានឈ្មោះថា AI Music Remixer អូខេតោះអ្នកនរគ្នាឥឡូវយើងចូលទៅមើល feature របស់គ្នានៅក្នុង software DaVinci Resolve 20អញ្ចឹងដើម្បីដែលអ្នកទាំងអស់គ្នាបានឃើញនេះគឺនៅលើ software DaVinci Resolve interface គឺក៏យើងឃើញថា GUI ហ្នឹងអញ្ចឹងនៅក្នុងនេះយើងមាន media យើងមាន cut page យើងមាន edit យើងមាន fusion មាន color វាមាន fairlight មាន deliver អញ្ចឹងទៅអូខេអញ្ចឹងសម្រាប់អ្នកដែលធ្លាប់មើលវីដេអូខ្ញុំចាស់កន្លងមកគឺគាត់បានយល់ពី process មួយចំនួនពីដូចបែបដែលហៅថា media page ហើយវាមានទូនទីគេខ្លះអញ្ចឹងណាអូខេអញ្ចឹងខ្ញុំសូម skip កន្លែងនេះតិចចុះអញ្ចឹងសម្រាប់អ្នកដែលអត់បានទស្សនាអាចទៅមើលទស្សនានៅវីដេអូចាស់របស់ខ្ញុំបានអញ្ចឹងឥឡូវយើងសង្ខេបខ្លីៗនៅក្នុងនេះគឺយើង switch ចូលមកកាន់ edit page តែម្ដងអញ្ចឹងសម្រាប់ edit page នេះគឺយើងអាចធ្វើការ edit ឬក៏គេហៅថា edit វីដេអូណាហ្នឹងហើយទាំងវីដេអូក៏ដូចជា sound នេះយើងអាចបានចាស់នៅក្នុង edit page បានដូចគ្នាអូខេឥឡូវយើងកលេចមកមើលជាមួយនឹង timeline ខ្ញុំមាន timeline ដែលខ្ញុំបានរៀបចំហើយគឺយើងមានគេហៅថា full mix ហើយនឹង music stream អញ្ចឹងទៅអញ្ចឹងតើតើមួយ music stream មានន័យថាយើង separate track ឬអីចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងនេះគឺយើងនឹងជជែកគ្នាទៅលើគេហៅថា AI Music Remixer អញ្ចឹងនៅក្នុងនេះវាមាន vocal វាមាន drum វាមាន bass មាន other វាមាន guitar អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះយើងអាចធ្វើការ setting ទៅលើគេហៅថា track channel មួយណាអូខេឥឡូវខ្ញុំសូម back មកវិញអញ្ចឹងនៅក្នុងនេះយើងអាចទាញបានយើងចុចកន្លែង icon នេះមកវានឹង pop មកខាងមុខចាឃើញទេអញ្ចឹងកន្លែងនេះយើងអាចឃើញទេយើងអាច adjust setting នៅលើនេះបានជា panel មួយហ្នឹងណាជាផ្ទាំងមួយហើយអញ្ចឹងវាមាន voice មាន drum មានអីចឹងដូចគ្នាណាយើងអាច mute ក៏បានឬក៏យើងអាច down ឬក៏ up អីចឹងទៅលើ volume ហ្នឹងអូខេអញ្ចឹងឥឡូវនេះគឺយើងចេញមកគឺ feature ដែលខ្ញុំកំពុងតែនិយាយនេះគឺយើងឲ្យឈ្មោះថា AI Music Remixer អញ្ចឹងនៅក្នុង timeline នេះគឺនៅលើខ្ញុំចូលនៅលើ full mix អញ្ចឹងនៅលើ full mix មានន័យថាយើងអត់តន់ separate ទេមានន័យថាវានៅ combine mastering ទាំងអស់អញ្ចឹងយើងទៅសាប់បងប្អូនគ្នាថាវាបែបមួយអញ្ចឹងណាហ្នឹងហើយលើងភ្ជុំកខ្ញុំឈរបែកខ្នងដៃជាប់ចំណងគេចងប្រឡ័យ wow ស្ដាប់ឲ្យព្រឺរោមណាស់នេះ flavor នៃ mixing នេះគឺលយមែនតើណាអញ្ចឹងដូចអ្នកគ្នាបានឃើញនេះគឺមានន័យថាខ្ញុំអត់បានប៉ះអីទាំងអស់ទៅលើ feature AI Music Remixer ហ្នឹងអញ្ចឹងវា still keep original ទាំងអស់អញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំធ្វើការ mood ជាមួយនឹង4ផ្សេងទៀតមានន័យថាខ្ញុំចូលទៅលើតែ vocal ឬក៏ voice ហ្នឹងអញ្ចឹងនៅពេលដែលយើង play ចាប់ផ្ដើមពេលគាត់ច្រៀងមកគឺយើងឮតែសលេងអញ្ចឹងវានឹង mood បាត់ play អញ្ចឹងណាកំភ្លើងភ្ជុំកខ្ញុំឈរបែកខ្នងដៃជាប់ចំណងគេចងប្រឡ័យ wow feature នេះលយមែនតើអ្នកគ្នានេះគឺសម្រាប់អ្នកដែលគេហៅថាឧទាហរណ៍ថាបត់ខ្លះតំចេញ MP3 ដូចជំនាន់មុនអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអាចយកមកយើងអាច mood សលេងហើយយកតែ play មកល្មមអីចឹងទៅយើងអាចច្រៀងបាននេះចឹងទៅហ្នឹងហើយហើយអញ្ចឹងគឺ feature នេះគឺល្អមែនតើសម្រាប់អ្នកដែលគេហៅថា
ចង់បានជាមួយនឹងការ separate sound ណាហ្នឹងហើយអញ្ចឹងតាមពិតទៅមុននឹងទៀតជាមួយនឹង software ផ្សេងក៏មានដែរប៉ុន្តែដោយសារឥឡូវនេះគឺយើងមានស្រាប់នៅក្នុង software DaVinci Resolve អញ្ចឹងយើងអត់ត្រូវការ third party plugin ឬក៏គេហៅថា plugin ជំនួយណាហ្នឹងហើយអញ្ចឹងអានេះគឺ built in នៅក្នុង DaVinci Resolve 2020ហ្មងអញ្ចឹងសម្រាប់អ្នកដែលមាន version Studio 20អាចសាកល្បងបានជាមួយនឹង feature នេះអូខេតោះឥឡូវយើងមកមើលតទៀតថាវាអាចធ្វើគេបានខ្លះឥឡូវយើងធ្វើការ test មិញហ្នឹងគឺយើងយកតែសំឡេង voice ទេអូខេអញ្ចឹងឥឡូវខ្ញុំtest មួយទៀតគឺឥឡូវខ្ញុំយកតែ drum អូខេខ្ញុំយកតែ drum nhưng mà mơ lại nó để play tới lư tạm á wow bất chỉ lôi mình tên này để mỗi feature mỗi đi cứ feature ថ្មីច្រើនមែនតើសម្រាប់ version 20នេះអញ្ចឹងអ្វីដែលខ្ញុំព្យាយាមធ្វើវីដេអូគឺព្យាយាមធ្វើម៉េចវាអាចបង្ហាញទៅកាន់អ្នកទាំងអស់គ្នាជាចំណេះដឹងមួយទៅលើការសិក្សាទៅលើ software នេះទៅលើ feature មួយដែលថ្មីអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលថ្មីក៏ដូចជាអ្នកចាស់អាចរៀននិងសិក្សាបានដូចគ្នាព្រោះដោយសារនេះគឺគេហៅថាតំតាupdate ទេអ្នកនរគ្នាជាមួយនឹងជំនាន់20នេះណាវានៅ beta ហើយចាក់ស្ដែងនៅក្នុងម៉ាស៊ីនរបស់ខ្ញុំហ្នឹងខ្ញុំតំតឡើងគេហៅថា version beta ជំនាន់ទី2អូខេតោះអូខេអញ្ចឹងឥឡូវខ្ញុំសុំមិញយើង everything យើងនេះអស់ហើយអញ្ចឹងឥឡូវយើង back មក music system នេះអ្នកនរគ្នាអញ្ចឹងដូចខ្ញុំបានបញ្យល់អញ្ចឹងតើតមួយ music system ហ្នឹងគឺមានន័យថាវាដូចយើង separate track អញ្ចឹងណាហ្នឹងហើយប៉ុន្តែអានេះដែលសារចាក់ស្ដែងទៅដោយអ្នកនរគ្នាឃើញជាមួយនឹង waveform នេះហើយបានវាដូចគ្នាអញ្ចឹងព្រោះដោយសារនេះខ្ញុំ duplicate ទេអញ្ចឹងខ្ញុំ duplicate ហើយខ្ញុំធ្វើការដកអា function នេះឃើញទេអញ្ចឹងចាក់ស្ដែងបើសិនជាករណីយើង render ហ្មងwaveform នេះវាអត់ដូចគ្នាព្រោះដោយសារកន្លែងត្រាំហ្នឹងវាលឺតិចកន្លែងណាវាអត់មានវា blank អញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់បងដែលនេះ sound គាត់យល់ហើយសម្រាប់អ្នកដែលថ្មីរៀងនេះតិចរៀងគេថាពិបាកយល់តិចអញ្ចឹងហ្នឹងហើយតែអត់អីទេឥឡូវយើងជារៀនម្ដងតិចណាហ្នឹងហើយអូខេអញ្ចឹងនៅមួយនេះមានន័យថានៅលើត្រាក់មួយនេះគឺខ្ញុំឲ្យឈ្មោះថា vocal មានន័យថា voice ហ្នឹងឯងគឺសំឡេងរបស់យើងហ្នឹងឥឡូវខ្ញុំដាក់ឲ្យដូចឈ្មោះនៅក្នុង function ហ្មងទៅ voice អានេះ drum អីចឹងទៅអញ្ចឹងមានន័យថានៅក្នុងនេះខ្ញុំបបែកហើយអ្នកនរគ្នាមើលកន្លែងនេះណាអញ្ចឹងនៅពេលដែលខ្ញុំ select មួយទៅមានន័យថានេះខ្ញុំបើកកន្លែង voice ខ្ញុំអត់ move voice ឯងហើយកន្លែងនេះខ្ញុំអត់ move drum ឯងអូខេណាអញ្ចឹងកន្លែងនេះយើងអាច solo ទៅយើងអាចស្ដាប់ដឹងឯងហ្នឹង អូខេអញ្ចឹងសូមបញ្ជាក់នៅអរតិចវាមិនទាន់ 100% គេហៅថាគុណភាពឬក៏ quality ទេប៉ុន្តែក្នុងការយើងអាចប្រើពេលខ្លះក្នុងកលៈទេសៈឬពេលវេលាខ្លះយើងអាចជំនួសបានតិចតួចអញ្ចឹងណាការពេលមិនទាន់ល្អទេហ្នឹងហើយអញ្ចឹងយើងអាចសាកមួយទៀតតោះឥឡូវយើងចូលទៅ track drum អូខេនេះគឺខ្ញុំ solo លើត្រាក់ខ្ញុំ solo លើត្រាក់យ៉ាងនេះយើងស្រួលមើលអញ្ចឹងណាអូខេអញ្ចឹងវាមាន sound effect មានអីចឹងណាហ្នឹងហើយនេះ bass នេះ guitar bass អូខេនេះ other អញ្ចឹងខ្ញុំមិនដឹងថា other ហ្នឹង play យ៉ាងគេដែរទេអូខេអញ្ចឹងសម្រាប់បងដែលហៅថា specialist ឬក៏ជំនាញខាង sound ឬក៏ mixing អីចឹងណាអញ្ចឹងកន្លែងនេះខ្ញុំអត់ច្បាស់ទេអញ្ចឹងបើសិនអាចដឹងជួយ comment ប្រាប់ខ្ញុំផង
ព្រោះកន្លែងចំណុចកន្លែងនេះនៅពេលដែលខ្ញុំដាក់ solo other ទៅវាលឺបែបអញ្ចឹងខ្ញុំចង់ដឹងថាតើប្រភេទអញ្ចឹងអានឹងគេហៅគេអូខេអញ្ចឹងខ្ញុំអត់ specially ទៅលើ sound ទេអញ្ចឹងក៏សូមអធិស្ឋានអ្នកនរគ្នាបើសិនជាខ្ញុំនិយាយពីពាក្យបច្ចេកទេសឬក៏មិនមានការផន់ច្រឡំឬក៏ខុសឆ្គងអញ្ចឹងណាហ្នឹងហើយខ្ញុំជំនាញតែខាង edit ហើយនឹង color ហើយនឹង visual effect អញ្ចឹងទេប៉ុន្តែ sound គាត់ថាយើងពេលខ្លះយើងត្រូវចេះតិចតួចដើម្បីយើងងាយស្រួលក្នុងការ communicate ជាមួយនឹងគេហៅថា sound engineer ឬក៏អ្នក mix អញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងឥឡូវយើងមកមើលឡើង guitar តើវាចាប់បានល្អប៉ុណ្ណាចាំមើលអូនេះចាប់ខ្សោយតែអូខេអូខេអញ្ចឹងអ្នកនរគ្នាជាមួយនឹង feature នេះគិតមិនដែរជាមួយនឹង function ថ្មីនេះអានេះគឺដូចខ្ញុំបានជម្រាបប្រាប់អ្នកនរគ្នាឬក៏ប្រាប់អ្នកនរគ្នាម្ដងទៀតថាជាមួយនឹងគុណភាពវាមិនទាន់បាន 100% ជាមួយនឹង quality ដែលយើងអាច isolate កាត់ទៅដាច់ពិតតែម្ដងទេអញ្ចឹងអានេះពេលខ្លះយើងគ្រាន់តែប្រើក្នុងលក្ខខណ្ឌមួយដែលការថាចំនួនម្ដងមកការតិចតួចឬក៏ក្នុងកលៈទេសៈណាដែលយើងគិតថាគ្រាន់តែវាមិនមែនជាការងារមានន័យថាយើងគ្រាន់តែយកមកយើងជាលក្ខណៈ personal យើងសម្រាប់យើងយកទៅច្រៀងឬក៏អីចឹងណាហ្នឹងហើយអាហ្នឹងគឺបែបហ្នឹងអ្នកនរគ្នាអញ្ចឹងឥឡូវយើង back មក full mic វិញអញ្ចឹងបើសិនតែពេលដែលយើងស្ដាប់ full mic ទៅគឺគុណភាពមែនតើ music មួយនេះអ្នកនរគ្នាខ្ញុំចង់បង្ហាញអារម្មណ៍តិចជាមួយនឹងការ mixing ជាមួយនឹង playing បែបនេះគឺជាប្រភេទ short film music ហ្នឹងគឺមានន័យថាយើងស្ដាប់ហើយវារំខានមែនទេណាអ្នកនរគ្នាគឺគេហៅថា flavor សម្រាប់នៃការ mix នេះគឺយើងស្ដាប់មកប្លែកតែម្ដងខ្ញុំមានអារម្មណ៍ថា back to គឺជំនាន់ដែលខ្ញុំស្ដាប់បទចម្រៀងនៅការជំនាន់ SB music production អីចឹងណាការជំនាន់នៅ SB ហ្នឹងហើយមួយទៀតគឺគេហៅថារឿងដូចជា Molna Beda តាមខ្ញុំចាំខ្ញុំ still remember like feeling នៃការបច្ចេកទេសក្នុងការ mixing ហ្នឹង the flavor អាហ្នឹងហ្មងអញ្ចឹងខ្ញុំមានអារម្មណ៍បែបហ្នឹងហើយអ្នកនរគ្នាមានអារម្មណ៍បែបណាដែរជាមួយនឹងការ mixing បទនេះហើយមួយទៀតអ្នកនរគ្នាអាច find ជាមួយនឹង full music សម្រាប់ short film នេះបានដូចជានៅក្នុង YouTube channel អ្នកនរគ្នាអាច search ទៅយើងដាក់ឈ្មោះថាជនដែលត្រូវគេបាញ់ទៅអញ្ចឹងនឹង load ជាមួយនឹង music ហ្នឹងអ្នកនរគ្នាអាចស្ដាប់បានអូខេអញ្ចឹងសម្រាប់short film មួយនេះគឺសុំ shout out ទៅបន្តិចចុះជាមួយនឹងការដឹកនាំសម្ដែងដោយបងខាំពូរីក៏ដូចជា editor គឺបង Cheko ហើយក្នុង short film នេះក៏ខ្ញុំមានរួមចំណែកមួយដែរគឺគេហៅថាទៅលើដូចអ្នកនរគ្នាកំពុងតែឃើញនៅលើ screen អញ្ចឹងគឺគេហៅថា music lyric animate អីចឹងទៅណាហ្នឹងហើយមួយទៀតទៅលើphoto slide show ហើយសម្រាប់ photo slide show នោះមុននឹងយើងយកមកធ្វើការ animation យើងត្រូវមាន material asset ដូចជា photo ជាដើមអញ្ចឹងចំណុចហ្នឹងតាមខ្ញុំ remember គឺអ្វីដែលខ្ញុំចាំគឺគាត់មានជា album photo មួយនេះអានឹង flashback តិចទៅវាជា memory មួយដែលល្អមែនតើហើយដូចជាចំណុចដែលខ្ញុំនៅធ្វើការហ្នឹងគឺយើងស្រឡាញ់ការងារហ្នឹងយើងចូលចិត្តអញ្ចឹងណាហ្នឹងហើយអញ្ចឹងអានឹងវាជា memory យើងមួយដែរអញ្ចឹងសម្រាប់ការងារនេះគឺគាត់មានជា album photo មួយយើងយកមក scan ហើយគឺរូបគាត់ច្រើនមែនតើអ្នកនរហើយយើង scan ហើយយើង select រូបហើយបន្តមកបានយើងយកមកធ្វើ animation នៅក្នុងដូចអ្នកនរឃើញនេះយើងមាន scale មានអីតិចៗជាងហ្នឹងហើយយើងដាក់អក្សរជា lyric អញ្ចឹងទៅហ្នឹងណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំសូម play បន្តិចទៀតចុះហើយដូចថាចាប់ដើមពីកន្លែងនេះណារស់ទាំងឈឺចាប់ក្រោមការជីងជោអោផ្លែដើយិនខ្ញុំមិនភ្លេចទេនឹកដល់
ស័យមិនអស់រមូឈាមស្រស់ហូរស្រោចប្រឡាំងបដូរបានជោគជ័យមានន័យមោទកម្មជនតស៊ូម្នាក់ប្រវត្តិគេបាញ់បាទសូមអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានជាមួយនឹងវីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកនរគ្នាបានរៀនអ្វីដែលថ្មីនៅក្នុង feature ថ្មីមួយនេះនៅក្នុង DaVinci Resolve 20ហើយក៏សូមខន្តីអភ័យទោសបើសិនជាមានកាយវិការឬក៏ពាក្យពេចន៍